ដោយអំណាចនៃការដាក់បាយនៅក្នុងបាតរបស់ព្រះសង្ឃនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបត្តពរានុភាវេនៈការដែលបានដាក់បាយនៅក្នុងបាតរបស់ព្រះសង្ឃនេះធ្វើឲ្យញាតិបិតាដែលលោកបានចែកឋានទៅក្រែងលោកថាបដិសន្ធិនៅក្នុងទីឋានទៀតពម្រាបស្មារណាមួយស្ដីដោយអំណាចនៃការដាក់បាត់អង្គចំពោះព្រះសង្ឃសូមឲ្យបុណ្យកុសលទាំងអស់នេះជួយยึดโยงសម្ដងនៅវិបាកបដិសន្ធិរបស់បុព្វការីជនរបស់បញ្ញត្តិយោទាំងអស់ឲ្យបានរួចចាកទុកទោសអំពីទីជាពម្រាបស្មារនោះហើយឲ្យបានទៅកើតនៅក្នុងទីឋានបរមសុខប្រសើរថ្លៃថ្លាសូមពុទ្ធបរិស័ទប្រស្រីទាំងអស់បានជាបច្ច័យរុទ្ធិចាក់ទុកទាំងអស់វាទៅណាអនុមោទនាអនុមោទនាបុណ្យកុសលអនុមោទនាសូមធ្វើការគោរពជម្រាបទៅជាបន្តដែលពុទ្ធបរិស័ទបានធ្វើពិធីដាក់បាតប្រគេនចំពោះព្រះសង្ឃរួចរាល់តែបោះបញ្យើងព្រះអង្គបាននិមន្តមកគោចប់បណ្ដាព្រះអង្គទៅលោកមិនបានលោកគង់នៅក្នុងរោងកម្មវិធីទេទេណាសូមខាងម្ចាស់បុណ្យលោករៀបចំជាយានជំនិះដើម្បីនឹងជូនព្រះសង្ឃនិមន្តទៅវត្តវិញណាហើយព្រះសង្ឃចំនួន5អង្គដែលត្រូវធ្វើពិធីកិច្ចលោកអាចារ្យដែលក្លំវេនៅទៅយវត្ថុចង្ហាន់វ៉ាន់ជួនគឺពុទ្ធបរិស័ទជើញឡើងទៅលើទីអាខានវិញទៅណាសូមបានជាបណ្ដឹងខ្លួនសូមអរគុណអរគុណបាទជួយមើល